ហេតុអ្វីបានជាមានរូបសំណាកព្រះបាទស៊ីសុវត្ថិតម្កល់នៅត្រង់ចង្កេះភ្នំដូនពេញផ្នែកខាងត្បូងចម្លើយគឺថារូបសំណាកនេះគឺជានិមិត្តរូបនៃការបូរណភាពទឹកដីនៃខេត្តសៀមរាបបាត់ដំបងសិរីសភ័ណ្ឌឲ្យមកស្ថិតនៅក្រោមការគ្រប់គ្រងរបស់ព្រះមហាក្សត្រខ្មែរវិញក្រោមការដឹកនាំរបស់ព្រះបាទស៊ីសុវត្ថិជាមហាក្សត្រខ្មែរមួយអង្គដែលត្រូវបានក្រុមជំនុំធំសម្រាប់ព្រះបរមរាជវាំងរៀបចំអភិសេកឲ្យឡើងគ្រងរាជ្យសម្បត្តិកាលពីគ្រិស្តសករាជក្នុងឆ្នាំ1904បន្ទាប់ពីព្រះបាទនរោត្តមទ្រង់ចូលទីវង្គតកាលនោះព្រះបាទស៊ីសុវត្ថិទ្រង់មានប្រជញ្ញ64ព្រះវស្សាហើយមុនពេលដែលទ្រង់បានឡើងគ្រងរាជ្យសម្បត្តិព្រះបាទស៊ីសុវត្ថិទ្រង់គឺជាស្ដេចព្រះឧបរាជដ៏ក្លាហានមួយព្រះអង្គដែលមិនចេះខ្លាចញញើតសូម្បីតែម្ដងជាពិសេសគឺចំពោះការដឹកនាំទ័ពទៅធ្វើសង្គ្រាមបង្ក្រាបពួកបោះបោរកាលពីចន្លោះឆ្នាំ1861ដល់ឆ្នាំ1884បណ្ដាប្រជារាស្ត្រគឺគោរពស្រឡាញ់ទ្រង់ហើយព្រះអង្គក៏ជាព្រះមហាក្សត្រខ្មែរដែលមានប្រតិយទូលំទូលាយចេះរាក់ទាក់ក៏ដូចជាអធិស្ឋានល្អចំពោះអ្នកផងទាំងពួងស្នេហ៍ប្រហោះរបស់ព្រះអង្គគឺទ្រង់បានកសាងវិទ្យាល័យមួយដែលស្ថិតនៅខាងក្រោយព្រះបរមរាជវាំងមានឈ្មោះថាវិទ្យាល័យព្រះស៊ីសុវត្ថិនៅពេលដែលព្រះអង្គទ្រង់បានឡើងសោយរាជ្យក្នុងរជ្ជកាលរបស់ព្រះបាទស៊ីសុវត្ថិក្រៅពីទ្រង់បានបង្កើតព្រះរាជបណ្ណាល័យសម្រាប់តម្កល់សិភៅធម៌និងក្បួនច្បាប់សម្រាប់ប្រជារាស្ត្រទាំងឡាយទៅសិក្សាទ្រង់ក៏បានកសាងសាលាបាលីសម្រាប់បង្រៀនប្រត្រីបីដកកសាងសាលារចនានិងសារមន្ទីរសម្រាប់ជនទាំងឡាយដើម្បីឲ្យទៅសិក្សាពីពងសាវតានិងបង្កើតឲ្យមានសាលាច្បាប់សម្រាប់រៀនហើយនឹងធ្វើរាជការផងដែរនៅមានព័ត៌មានមួយទៀតគឺសំខាន់ខ្លាំងមែនទែនកាលពីឆ្នាំ1907ខាងនគរសៀមគឺបានចុះសន្ធិសញ្ញាជាមួយនឹងបារាំងប្រគល់ខេត្តបាត់ដំបងសិរីសភ័ណ្ឌសៀមរាបមកឲ្យខ្មែរវិញបន្ទាប់ពីខេត្តស្ទឹងត្រែងមលូព្រៃទន្លេពៅត្រូវបានប្រគល់មកឲ្យខ្មែរវិញម្ដងរួចមកហើយកាលពីគ្រិស្តសករាជឆ្នាំ1904ដោយសារតែស្នេហ៍ប្រហោះរបស់ព្រះបាទស៊ីសុវត្ថិទាំងអស់នេះហើយទើបបណ្ដាលឲ្យមានការស្ថាបនារូបសំណាកព្រះអង្គខាងលើនេះដើម្បីទុកជានិមិត្តរូបតម្កល់នៅត្រង់ចង្កេះភ្នំដូនពេញភាគខាងត្បូងតាំងពីពេលនោះមករហូតមកដល់សប្តាហ៍ថ្ងៃក៏ប៉ុន្តែរូបសំណាកដែលបងប្អូនបានឃើញសប្តាហ៍ថ្ងៃនេះគឺពុំមែនជារូបសំណាកដើមទេផ្ទុយទៅវិញវាគឺជារូបសំណាកដែលបានកសាងឡើងពីស៊ីម៉ង់នៅពាក់កណ្ដាលខែមករាឆ្នាំ1998តែបើសិនជាយើងនិយាយអំពីរូបសំណាកដើមវិញគឺត្រូវបានគេយកទៅរក្សាទុកនៅឯសារមន្ទីរជាតិដែលអ្នកគ្រប់គ្រងខាងមន្ទីរអភិរក្សវត្ថុបុរាណហើយនេះគឺបានកាត់ឡើងតាំងពីក្រោយព្រឹត្តិការណ៍ថ្ងៃទី18មិនិនាឆ្នាំ1970មកម្លេះតាមឯកសារខ្លះគឺគេបានឲ្យដឹងថារូបសំណាកដើមរបស់ព្រះបាទស៊ីសុវត្ថិនេះគឺបានកសាងឡើងពីជាតិលង្ហិនហើយក៏ស្មិទ្ធដោយជាងចំណាំម្នាក់នៅឯទីក្រុងប៉ារីសរួចទើបដឹកមកតាមរយៈកប៉ាល់ដំឡើងនៅឯទីក្រុងភ្នំពេញហើយក៏បានដាក់សម្ពោធនៅក្នុងឆ្នាំ1909សង្ឃឹមថាវីដេអូនេះនឹងជាចំណេះដឹងតូចមួយជូនទៅកាន់បងប្អូនទាំងអស់គ្នាហើយជួបជាមួយខ្ញុំធីនទិញនៅវីដេអូថ្ងៃស្អែកបន្ទាប់សូមអរគុណ